បាទជំរាបសួរបងប្អូនអញ្ចឹងទីមួយយើងចូលទៅកន្លែងកម្មវិធីថតហើយយើងចូលទៅកន្លែងវីដេអូណាមួយដែលយើងចង់ផ្លាស់ប្ដូរបទចម្រៀង copyright អញ្ចឹងខ្ញុំជ្រើសរើសយកវីដេអូមួយនេះអញ្ចឹងយើងចូលទៅកន្លែងនេះទៅហើយយើងឃើញពាក្យថា take action អញ្ចឹងយើងចុចកន្លែង take action ហ្នឹងមកហើយយើងចូលទៅកាន់ពាក្យមួយថា replay song អូខេយើងចុចកន្លែង replay song ហ្នឹងមករួចចុច continue បន្ទាប់មកយើងនឹងឃើញផ្ទាំងមួយទៀតអញ្ចឹងផ្ទាំងកន្លែងនេះកន្លែងដែលយើងត្រូវផ្លាស់ប្ដូរបទចម្រៀងពីបទចម្រៀងដែលយើងបានផុសពីបងប្អូនស្ដាប់តិចទៅអញ្ចឹងកន្លែងនេះយើងត្រូវផ្លាស់ប្ដូរបទចម្រៀងចេញព្រោះបទចម្រៀងនេះវាជាបទចម្រៀង copyright របស់គេអញ្ចឹងយើងយកបទចម្រៀងYouTube យកមកដាក់វិញព្រោះមិនព្រោះក៏ដោយក៏យើងត្រូវទៅយកមកវិញដែរដើម្បី replace បទចម្រៀងចាស់ចេញបទចម្រៀងនៅក្នុង YouTube យើងឆ្លាញ់មួយណាយើងជ្រើសមួយនឹងចោះដូចខ្ញុំអញ្ចឹងខ្ញុំយកមួយនេះមកព្រោះបទចម្រៀងហ្នឹងជាបទចម្រៀងដែលគេផ្ដល់ឲ្យយើង free គេអត់មានយកលុយទេហើយក៏អត់មានជាប់អីដែរតែគ្រាន់តែវាអត់សូវពីរោះវាគ្រាន់តែជាភ្លេងកំដរអញ្ចឹងណាអញ្ចឹងវាអត់ពីរោះទេវាអត់ដូចអ្វីដែលយើងចង់បានទេក៏ប៉ុន្តែដើម្បីជួយស្រោចស្រង់វីដេអូដែលយើងជាប់ copyright យើងជៀសវាងការលុបចោលស្ដាយពេលវេលាអញ្ចឹងយើងគ្រាន់តែផ្លាស់ប្ដូរបទចម្រៀងតែប៉ុណ្្នឹងទៅបានហើយអញ្ចឹងអានេះយើង replace ហើយអញ្ចឹងយើង replace រួចរាល់បានសម្រាប់ហើយបន្តិចទៀតយើងនឹងចូលទៅកន្លែង save នៅខាងលើបងប្អូនឃើញ save អត់ចូលទៅកន្លែង save ទៅបាន2នាទី7នាទីហើយអញ្ចឹងវីដេអូនេះខ្ញុំនឹងថតឲ្យគ្រប់3នាទីបន្ទាប់មកបងប្អូនចូលទៅកន្លែង save នៅខាងលើអូខេបន្ទាប់មកយើងចុចកន្លែងគ្រីសកន្លែងនេះមួយបន្ទាប់ពីគ្រីសហើយយើងចុចពីថា continue ជាការស្រេចអញ្ចឹងវា take action របស់យើងវាបាត់ហើយអញ្ចឹងបានន័យថាខាងក្រុមហ៊ុន YouTube ទទួលស្គាល់នៅការកែប្រែរបស់យើងហើយអញ្ចឹងយើងត្រឡប់មកវិញមកហើយចាំតិចទៀតវានឹង process ឲ្យយើងរួចរាល់វានឹងបាត់កន្លែងដែលគេបញ្ជាក់ប្រាប់ថាwarning នឹងហើយអញ្ចឹងកន្លែងហ្នឹងតិចទៀតវាដើរខ្លួនឯងហើយយើងទុកវាចោលទៅយើងបានធ្វើចប់គោលដៅហើយអូខេអរគុណបងប្អូន